ជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកម្ដងទៀតហើយតាក់ទងជាមួយនឹងថ្នេររបួសเนาะសម្រាប់គាត់បានមួយខែជាងហើយថ្នេររបួសអត់ទាន់ជាអញ្ចឹងយើងត្រូវធ្វើបែបណាអញ្ចឹងវាមានបញ្ហាអីអញ្ចឹងណាបើសិនបើអូននៅតែឈឺនៅតែមានអារម្មណ៍ថាវាពើតវាចាក់វាអីអញ្ចឹងអូនទៅពិនិត្យវិញល្អជាងចាដោយសារអីពេលដែលយើងពិនិត្យយើងអាចនឹងពិនិត្យមើលឃើញថាវាអាចនៅសល់ចេះឬក៏របួសនឹងអត់ទាន់ជាមានការខ្លាយរោគមានខ្ទុះមានអីជាដើមអញ្ចឹងណាអាហ្នឹងយើងត្រូវធ្វើការព្យាបាលឬក៏ថែទាំតាមនឹងទៀតបើសិនបើលើសពី3សប្តាហ៍ហើយមានន័យថារបួសនឹងវាខុសប្លែកពីធម្មតាខុសប្លែកពីស្ត្រីទូទៅបន្តិចហើយធម្មតាស្ត្រីទូទៅតែ20ថ្ងៃហ្នឹងគឺចាត់ទុកថាជាហើយចាស្ត្រីខ្លះក៏កន្លះខែហ្នឹងក៏គាត់ជាដែររបួសវាទាក់ទងមួយការដាច់តិចដាច់ច្រើនអញ្ចឹងណាបើសិនបើយើងមានរបួសច្រើនធំដេច្រើនដេយូរនឹងយើងត្រូវដឹងខ្លួនឯងថាយើងនឹងប្រហែលជាមានរបួសធំហើយអញ្ចឹងយើងត្រូវតែធ្វើការថែទាំតាមដានឲ្យបានមែនតើតែបើសិនបើរបួសនឹងនៅមានក្លិនមានអីមិនល្អអូនអាសាលាងសម្អាតឬក៏មានទឹកលាងរបួសនឹងយើងអាចយកមកលាងផ្ដិតជូតខ្លួនឯងបន្ថែមទៀតទៅដើម្បីឲ្យវាឆាប់ជាសះស្បើយល្អតែបើយល់ល្អគួរតែទៅពិនិត្យមើលពីការយូរជានឹងថាយើងវាយូរជាដោយសារមូលហេតុអីវាអាចនៅចេះក៏វាយូរជាដែរចាចេះអត់ទាន់រលាយអស់ឬក៏ចេះខ្លះវាយូររលាយអញ្ចឹងយើងត្រូវដកចេះនឹងចេញឬក៏កាត់ចេះនឹងចេញដើម្បីឲ្យរបួសនឹងវាឆាប់ជាបានល្អតែបើនៅចេះនឹងគឺវានៅមានខ្ទុះមានក្លិនមានអីនៅហូរទឹកកង្កែងមកពីក្នុងអត់បាត់អីអញ្ចឹងយើងទៅពិនិត្យចេញណាតើទៅមួយរបួសយូរជាចាអរគុណជំរាបលាចា